បរិវ័យក្មេងម្នាក់កំពុងដុតនៅក្នុងទីធ្លារបស់គាត់តែឆេះយ៉ាងសន្ធោសន្ធៅដោយមិននឹកស្មានដល់នៅពេលនេះបានលើកការលេចចេញមកបានខ្ញុំចាប់ដើមធ្វើសេចក្តីប្រាថ្នាភ្លាមដោយសង្ឃឹមថាខ្ញុំអាចធ្វើបានដើម្បីក្លាយជាបរិវអ្នកមានម្នាក់ហើយមានស្រីស្នំជាច្រើនមិនទាន់ពេលដែលគាត់និយាយចប់ផងយុវជននោះក៏និយាយឡើងថាធ្វើដំណើរទៅកាន់ពេលវេលានិងលំហមួយផ្សេងពេលដែលនាងអាចប្រតិកម្មបានបន្ទាប់មកនាងបានកត់សម្គាល់ឃើញមួយសម្លេងទឹកធ្វើឲ្យនាងងើយមើលដោយចង់ដឹងចង់ឃើញញាប់ផ្អើលខ្ញុំបានរកឃើញថាស្ត្រីម្នាក់កំពុងងូតទឹកឃើញដូច្នោះយុវជននោះក៏ប្រញាប់និយាយឈុតឆាកនោះគួរឲ្យខ្លាចណាស់បន្ទាប់មកនាងបានរកឃើញថានាងមាននៅក្នុងដៃក៏បានយកភេសជ្ជៈនិងសាច់អាំងផងដែរគាត់បានទីភ្លាមថាវាប្រកាសជាបរិសុទ្ធចំណានសុខបាននៅបំណងប្រាថ្នារបស់នាងត្រូវបានតែងតាំងឲ្យទទួលបន្ទុករយៈពេល1ឆ្នាំដ៏ស្រស់ស្អាតមួយដូច្នេះនាងភ្លាមដាក់អាហារនៅក្នុងដៃរបស់អ្នករួចបន្តដំណើរទៅមុខរៀបចំខ្លួនឡើងទៅលើហើយប្រយុទ្ធជាមួយនាងហើយប៉ុន្តែមិននឹកស្មានដល់នៅខាងក្រៅអ្នកបម្រើក្នុងវាំងម្នាក់បានដើរចូលយុវជននោះមានអារម្មណ៍ភ័យខ្លាចខ្លាំងណាស់ក្រោមគាត់ពីចូលទៅបម្រើក្នុងវាំងនៅតែពួកគេបានរកឃើញតម្រុយមួយដូច្នេះពួកគេបានដើរយូរទៅមុខដើម្បីពិនិត្យហើយជាសំណាងនៅពេលវេលាដ៏សំខាន់នោះយុវជននោះបានស្លៀកពាក់ត្រឡប់មកវិញដែលបានជួយសង្គ្រោះគាត់ពីការត្រូវបានរកឃើញពីតែមួយវិនាទីបន្ទាប់មកពួកគេបានរកឃើញសាច់អាំងនៅដូច្នេះខ្ញុំក៏ចាប់វាយ៉ាងរហ័សគាត់បានក្រោកឈរឡើងហើយសួរព្រះនាងមកពីណាដោយមានទឹកមុខងឿងឆ្ងល់គាត់បានចង្អុលបង្ហាញថាវាមិនបានឃើញអ្វីដែលខ្ញុំធ្វើបានយកមកទេបន្ទាប់មកនាងបានចាប់ដៃនាងហើយខ្ញុំល្អដូច្នេះខ្ញុំបានទៅញ៉ាំមួយបន្ទាត់បានខំមួយខំភ្លាមសាក់លបងវាមើលហើយអ្នកណាទៅដឹងថាអ្នកនឹងរកឃើញសាច់អាំងមានរសជាតិឆ្ងាញ់ណាស់បន្ទាប់មកនាងបានសាក់លបងវាម្ដងទៀតនេះខ្ញុំយល់ថាវាឆ្ងាញ់ណាស់វាផ្អែមល្ហែមនិងស្រស់ស្រាយប៉ុន្តែម្យ៉ាងវិញយុវជននោះបានធ្វើដំណើរឆ្លងកាត់ពេលវេលាគាត់បានដើរត្រឡប់ទៅមើលទស្សនវិជ្ជានៅពីមុខគាត់សូបន្ទាប់មកនាងបានដឹងថាវាមិនត្រឹមត្រូវហើយមុនពេលដែលនាងអាចឆ្លើយបានព្រះឲ្យរូបភាពមួយបានលេចចេញនៅចំពោះមុខខ្ញុំប្រព័ន្ធបានរកឃើញនាងខ្ញុំនៅលីវតាំងពីកំណត់មកម្លេះដូច្នេះហើយដល់ឲ្យនាងនៅសមត្ថភាពក្នុងការធ្វើដំណើររបស់នាងអនុញ្ញាតឲ្យនាងប្រើប្រាស់ពិភពលោកសម័យទំនើបនិងពិភពលោកបុរាណសាស្ត្រគម្លាតព័ត៌មានសម្រាប់ផ្សេងស្ត្រីម្នាក់ដែលអាចធ្វើឲ្យស្ត្រីស្រស់ស្អាតលងស្នេហ៍ទទួលបានពិន្ទុបេដងបន្ទាប់មកប្រើប្រាស់ហាងបដូរពិន្ទុបេដងទំនិញផ្សេងបន្ទាប់មកប្រព័ន្ធនេះត្រូវបានចែកចាយដោយយុវជនដំបូងគឺត្រូវបញ្ជូននាងទៅការសិនជ័យព្រះនាងទ្វីបការស្ដាប់យុវជននោះសើចភ្លាមពេលឮពាក្យទាំងនេះតែខ្ញុំមិនបានរំពឹងថាខ្ញុំទៅបំណងប្រាថ្នាដែលខ្ញុំបានធ្វើពិតជាបានខាងខ្លួនដូច្នេះភ្លាមបន្ទាប់ពីនោះនាងខ្ញុំរងចាំមិនបានដើម្បីធ្វើដំណើរឆ្លងកាត់ពេលវេលាបានជួបនឹងព្រះនាងដោយមិននឹកស្មានដល់កំពុងងូតទឹកពេលគាត់គិតថាគាត់បានដើរទៅមុខដើម្បីលួចមើលប៉ុន្តែត្រូវបានគេរកឃើញហើយព្រះនាងគិតថានាងជាឃាតករដែលរៀបចំព្រួញគាត់បានចាក់នាងរហូតដល់ស្លាប់ប៉ុន្តែយុវជននោះភ្លាមគាត់បានរៀបចំផែនការដ៏ឆ្លាតវៃមួយហើយបានប្រាប់ព្រះនាងមិនមែនជាឃាតករទេតែជាអមតៈជាសំណាងល្អនាងអាចបង្កើតរឿងល្អមួយចំហាញគាត់ពីទីខាងលិចហើយបន្ទាប់មកយុវជននោះក៏ធ្វើដំណើរត្រឡប់ទៅសម័យកាលទំនើបខ្ញុំបានញ៉ាំអាហារសម្រន់ជាច្រើនរួចពាក់វាមកវិញហើយឲ្យព្រះនាងសាក់លបងវាព្រះនាងឈូនៅតែស្ទាក់ស្ទើរបន្តិចក្នុងការសើចព្រះសោដូច្នេះយុវជននោះគ្មានជំរឿអ្វីក្រៅពីសាក់លបងវាហើយព្រះនាងនឹងឃើញវាពេលនោះខ្ញុំមានអារម្មណ៍ធូរស្រាលគ្រប់គ្រាន់ដើម្បីញ៉ាំវាអារម្មណ៍ចំពោះរសជាតិឆ្ងាញ់នៃអាហារសម្រន់បានជឿជាក់ទោះជាយ៉ាងណាក៏ដោយយុវជននោះគឺជាអមតៈរំពេចនោះអ្នកបម្រើក្នុងវាំងស្រាប់តែគាត់រត់ចូលទៅរាយការណ៍ប្រាប់ព្រះនាងអ្នកបម្រើនៅក្នុងភូមិទាំងអស់បានស្លាប់ដោយសារសោយទីបំផុតដោយសារជំងឺរាតត្បាតនោះគាត់បានអង្វរយុវជននោះឲ្យជួយសង្គ្រោះនៃទ្វីបរបស់ពួកគេបន្ទាប់ពីនិយាយរួចដូច្នេះគាត់ក៏នាំយុវជននោះទៅហើយនៅយុវជនរូបនោះបាននិយាយថាពួកគេបានដើរទៅមុខដើម្បីពិនិត្យមើលរបួសរបស់ពួកគេវាត្រូវបានគេរកឃើញថាជាលំហូររាងបេះដូងសញ្ញានៃជំងឺនេះព្រះនាងសម្លឹងមើលកូនបរិសុទ្ធនោះហាក់ដូចជាមានវិធីជួយសង្គ្រោះគាត់បានលុតជង្គង់ចុះហើយអង្វរសុំជំនួយពីបរិសុទ្ធនោះក៏យល់ព្រមភ្លាមហើយបន្តបានធ្វើដំណើរត្រឡប់មកវិញភ្លាមដើម្បីស្វែងរកខ្លួនឯងជាគិលានុបដ្ឋាយិកាម្នាក់បានសុំប្រញាប់ទៅយកថ្នាំជួយជំងឺផ្ដាសាយមកប៉ុន្តែមិត្តខ្ញុំបានណែនាំអ្វីផ្សេងទៀតស្ថានភាពដ៏លំបាកគឺដើម្បីជួយបន្ទាប់ពីធ្វើបែបនេះរួចយុវជននោះប្រកាស